នេះទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមកមហូបថ្មីមួយទៀតហើយបង្ហាញឲ្យអ្នកទាំងអស់គ្នាគឺឆាបសាច់ជាមួយនឹងស្នៀតពោតមានគ្រឿងផ្សំដូចជាការ៉ុតសាច់ចំបើងដំឡូងបារាំងស្នៀតពោតស្លឹកខ្ទឹមនិងខ្ទឹមសសាច់ជ្រូកខ្ញុំយកពីរប្រភេទគឺសាច់ជ្រូក3ជាន់និងសាច់ចុកខ្លាញ់សាច់សុទ្ធដាក់ចូលគ្នាគ្រឿងផ្សំមានដូចជាអំបិលខ្នុរប៊ីចេងស្ករសទឹកត្រីប្រេងខ្យងនិងប្រេងឆាមានតទៀតយើងដាក់ម្ទេសក៏បាននឹងដាក់ម្ទេសក៏បានដែរហើយនឹងខ្ទឹមសជាបន្តទៅទៀតយើងនឹងចាប់ផ្ដើមធ្វើទាំងអស់គ្នាខ្ទឹមសយើងយកមកបោះសបកហើយលាងតែស្អាតហើយយើងចិញ្ច្រាំវាឲ្យល្អៗទៅច្រាំវាសិនច្រាំហើយទុកវាមួយឡែកសិនហើយយើងបានចិញ្ច្រាំរួចហើយយើងដាក់ចានទុកវាមួយឡែកសិនអានេះគ្រឿងផ្សំម្សៅស៊ុបខ្នុំមួយចុងសាព្រាអំបិលមួយចុងសាព្រាបាយស្ករមួយសាព្រាប៊ីចេងបន្តិចអានេះទឹកត្រីមួយសាព្រាបាយនិងទឹកប្រេងខ្យងពីរសាព្រាទុកមួយឡែកសិនយើងនឹងចាប់ផ្ដើមធ្វើបន្លែទាំងអស់គ្នាតាមយើងកាត់វាជាកង់បែបហ្នឹងទុកមួយឡែកសិនលាងតែស្អាតហើយកាត់វាជាកង់បែបហ្នឹងឡងបារាំងយើងត្រូវចិត្តបែបហ្នឹងទុកមួយឡែកសិនចិត្តបែបនេះទុកមួយឡែកសិនចិត្តក្របបែបហ្នឹងទុកមួយឡែកសិនពោតយើងចិត្តប្រឆាត់បែបនេះទុកមួយឡែកសិនទុកដាក់ចានមួយឡែកសិនលាងតែស្អាតដល់មកយើងពុះជាពីរបានហើយមិនបាច់ចិត្តទូចពេកទេចឹងបន្លែរបស់យើងរៀបចំរួចរាល់ហើយចឹងនៅតែសាច់ទេសាច់យើងទៅលាងឲ្យស្អាតហើយកាត់វាទូចអានបែបហ្នឹងតើមកយើងដាក់ទឹកប្រេងខ្យងបន្តិចអំបិលបន្តិចខ្នុរបន្តិចប្រឡាក់ឲ្យវាចូលជាតិបន្តិចទុកមួយឡែកសិនអញ្ចឹងយើងចាប់ផ្ដើមទៅឆាទាំងអស់គ្នាយើងដាក់ខ្ទះតើមកបើកភ្លើងសិនតើមកយើងចាក់ប្រេងឆាចូលបន្តិចទៅទុកឲ្យវាក្តៅតិចទៅចាក់ប្រេងឆាចូលតើមកយើងដាក់ខ្ទឹមសចូលតែម្ដងឆាខ្ទឹមសឲ្យឈ្ងុយបន្តិចមកឈ្ងុយក្រហមបន្តិចហើយយើងដាក់ដល់មកយើងចាក់សាច់ជ្រូកចូលឆ្អិនសិនបានយើងដាក់គ្រឿងចូលសាច់ជ្រូកយើងចង់ចានឲ្យយើងខាយទៅចានទៅដើម្បីឲ្យសាច់ជ្រូកឆ្អិនហើយក្របទុកសិនសាច់ជ្រូករបស់យើងបានឆ្អិនហើយយើងចាក់ក្របចូលទាំងអស់ហើយតើមកជួយដាក់ដំឡូងបារាំងចូលចាំឡើយយើងដាក់ទឹកចូលបន្តិចតើមកដាក់ដំឡូងហើយយើងដាក់ស្នៀតពោតចូលតែម្ដងគ្រឿងរបស់យើងគាត់បានដាក់ទេយើងឆាស្នៀតពោតចាំសិនយើងចាក់ប្រេងខ្យងនិងទឹកត្រីចូលអំបិលខ្នុរប៊ីចេងស្ករចូលដែរ
ឆាហើយចូលជាតិតែម្ដងឆាហើយវាចូលជាតិបន្លែទាំង3មកចូលជាតិគ្នាយើងភ្លក់ថែមថយតាមនឹងហូបចឹងយើងចាក់សាច់ចូលតែម្ដងអញ្ចឹងឆាសាច់ចូលជាមួយនឹងបន្លែឲ្យសព្វតែម្ដងបន្តិចទៀតម្ហូបរបស់យើងនឹងឆ្អិនហើយបន្តិចទៀតយើងដួសភ្លក់ទាំងអស់គ្នាបាយយើងបានឆ្អិនហើយអញ្ចឹងយើងដួសភ្លក់ទាំងអស់គ្នាណាអញ្ចឹងយើងចាក់លឹកខ្ទឹមចូលទាំងអស់តែម្ដងហើយយើងច្បល់លឹកខ្ទឹមឲ្យវាស្រទាប់តិចទៅចាំភ្លក់ទាំងអស់គ្នាហូបឆាសាច់ជាមួយនឹងស្នៀតប៉ុតជាមួយនឹងសាច់ជ្រូកបានឆ្អិនរួចរាល់ហើយចឹងយើងចាប់ផ្ដើមភ្លក់ទាំងអស់គ្នាភ្លក់យក3មកម៉ោងទៅដលងសាច់និងស្នៀតប៉ុតមកម្ហូបមួយនេះពិតជាឈ្ងុយឆ្ងាញ់មែនបាទអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចធ្វើតាមរង្វង់នឹងខ្ញុំណាចូលចិត្តសូមជួយចុចឆាប់ like subscribe comment ម្នាក់មួយផងជួបគ្នានៅមុខម្ហូបក្រោយទៀតអរគុណបាយបាយ